សម្ដែងដោយ Fumika Nakayama ដោយសាររឿងមួយហ្នឹងគឺយើងពីតួស្រីរបស់យើងហ្នឹងគាត់គឺជាដុកទ័រជំនាញខាងផ្លែតផ្លូវភេទបុរសមានថ្នាំបែបថារូបមន្តបុរាណរបស់គាត់ដែលថាគ្មានពីណាអាចប្រៀបផ្ទឹមបានអីចឹងហើយអ្នកជំងឺរបស់គាត់មកគឺគាត់តែងតែឲ្យញ៉ាំនឹងអាថ្នាំដែលគាត់ផ្សំទុកនឹងគ្រាន់តែដាក់ភ្លាមលទ្ធផលដែលថាអានោះខ្សោយផ្លូវភេទកម្រិតណាក៏ដោយមកគឺមានការបែកទឹកជាមួយតួស្រីយើងខ្ចាយត្រល់ញាក់សាច់តែម្ដងហើយតួស្រីរបស់យើងនឹងគឺចិត្តល្អទៀតរកអ្នកជំងឺឲ្យតែថាមើលទៅឃើញថាឲ្យតែមានបញ្ហាផ្លូវភេទអីដូចជាអបិតងោលនេះអីចឹងគាត់ថាមកយំទួញសោកមកពេទ្យហ្នឹងតួស្រីយើងមកចាក់ភុចបន្ទាប់ទៅពីចាក់ភុចហើយអានោះមានការប៉ះកើតជាមួយតួស្រីយើងបែកទឹកខ្ចាយត្រល់មួយឈុតទៀតញាក់សាច់តែម្ដងហើយអាប៉ិចុងក្រោយនេះគឺមានការមកអង្វរកោះតួស្រីយើងសុំឲ្យចាក់មកស៊ូមិនបានទេចឹងហើយតួស្រីយើងបំពេញបំណងញាក់សាច់តែម្ដងញាក់សាច់របស់គេតួស្រីយើងគឺបែបថាធំជាងផ្លែដូងទៀតញាក់សាច់អត់ចូលលើកឡើងពណ៌ស្វាយជំហៀងហ្នឹងគឺជាលេខកូដកុំភ្លេចទៅ search មើលទៅហើយបើសិនជាចូលចិត្តក៏កុំភ្លេចចុច like ចុច follow ឲ្យផងធានាថាតួស្រីរបស់យើងរៀងអែមកុំភ្លេចណាផ្លែដូងសុំខ្មាស់ញាក់សាច់អេបើគេ